ឆៃជីងហៀងគឺជាអ្នកជំនួយកូនកាត់ខ្មែរចិនម្នាក់ដែលដឹកនាំសម្ព័ន្ធក្រុមហ៊ុនឆៃជីងហៀងគ្រប់មុខជំនួយរបស់លោកផ្ដោតលើការនាំចេញនាំចូលការអភិវឌ្ឍអចលនទ្រព្យការធ្វើជំនួយផ្នែកកសិកម្មឧស្សាហកម្មកិនថ្មការផលិតស៊ីម៉ង់តនិងការវិនិយោគដទៃទៀតផងដែរយោងតាមគេហទំព័រក្រសួងពាណិជ្ជកម្មបានបង្ហាញថាលោកឆៃជីងហៀងមានក្រុមហ៊ុនទាំងអស់ចំនួន41ក្រុមហ៊ុនភាគច្រើនក្រុមហ៊ុនរបស់លោកនាំទំនិញចេញទៅប្រទេសចិនវៀតណាមនិងសិង្ហបុរីតាមរយៈក្រុមហ៊ុនដែលបានចុះបញ្ជីទាំង41នោះយើងរកឃើញថាក្រុមហ៊ុនចំនួន2មានទំនាក់ទំនងជាមួយគ្រួសារលោកហ៊ុនសែននិងអ្នកមានអំណាចក្នុងជួររដ្ឋាភិបាលទី1គឺក្រុមហ៊ុន AKLCH Import Export ដែលមានលោកស្រីហ៊ុនគឹមលេងជាម្ចាស់ភាគហ៊ុនរួមជាមួយលោកផងដែរហ៊ុនគឹមលេងគឺជាក្មួយស្រីលោកហ៊ុនសែននិងជាប្អូនស្រីបង្កើតរបស់លោកហ៊ុនតូស្វាមីរបស់លោកស្រីគឺលោកណេតសាវឿនឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទី2គឺក្រុមហ៊ុនអង្គរមាសដែលមានលោកកឹមវណ្ណៈជាម្ចាស់ភាគហ៊ុនក្នុងនោះផងដែរលោកកឹមវណ្ណៈជាអតីតមន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពង់ធំដែលត្រូវជាប្អូនថ្លៃលោកកូនគឹមទេសរដ្ឋមន្ត្រីនិងជាអតីតឧត្តមសេនីយ៍តូក្នុងកងយោធពលខេមរៈភូមិន្ទផងដែរកាលពីឆ្នាំ2016ក្រុមហ៊ុនរបស់លោកឆៃជីងហៀងបានប្រឈមមុខនឹងការស៊ើបអង្កេតពីសំណាក់ក្រសួងរាយនឹងធម្មពលលើការជីកយករ៉ែមាសខុសច្បាប់នៅក្នុងខេត្តរតនគិរីដែលប្រតិបត្តិការនេះធ្វើឡើងហួសពីវិសាលភាពនៃអាជ្ញាប័ណ្ណបូមខ្សាច់ដែលលោកទទួលបានទោះបីមានប្រវត្តិបំពានបទបញ្ញត្តិសម្បទានយ៉ាងណាក្តីនៅថ្ងៃទី3ខែមិថុនាឆ្នាំ2022ក្រុមហ៊ុនរបស់លោកគឺ KP Cement បានទទួលដីសម្បទាននៅក្នុងព្រៃឡង់ចំនួន938ហិកតាដោយមានការយល់ព្រមពីលោកសុយសែនរដ្ឋមន្ត្រីក្រសួងរាយនឹងធម្មពលកំឡុងពេលនោះក្រុមហ៊ុន KP បានកាប់ឆ្ការព្រៃឈើលើសពីទំហំដីដែលខ្លួនទទួលបាននិងធ្វើការដុតឈើចេញទាំងឡានឆ្ពោះទៅកាន់ផ្លូវធំនេះបើយោងតាមរបាយការណ៍របស់ Mongabe ដោយមិនខ្វល់ថាលោកឆៃជីងហៀងបានបំពានបទបញ្ញត្តិសម្បទានទាំងមិនញញើតយ៉ាងណានោះទេកាលពីថ្ងៃទី13ខែមករាឆ្នាំ2025នេះរដ្ឋាភិបាលបានសម្រេចកាត់ដី99ហិកតានៅក្នុងដែនជម្រកសត្វព្រៃឡង់ឲ្យទៅក្រុមហ៊ុន KP Cement សម្រាប់បង្កើតរោងចក្រផលិតស៊ីម៉ង់ត